ដែលមានន័យថាត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារអប់រំចិត្តនេះឲ្យបានច្រើនព្រោះថាចិត្តនេះឯងជាធម្មជាប្រធានហើយចិត្តនេះគេក៏ធ្លាប់ធ្វើអ្វីតាមទំនើងរបស់គេហើយទំនើងរបស់ចិត្តនេះគេប្រព្រឹត្តទៅដោយមិនសូវខ្វល់ខ្វាយពីអ្នកណាទេចិត្តនេះគេចង់ធ្វើអីគេធ្វើនឹងហើយគេចង់គិតអីគេគិតនឹងហើយគេចង់ប្រើកាយវាចានេះទៅតាមចិត្តដែលគេចង់ផងដែរយើងមើលឃើញដោយខ្លួនឯងមានបានពិចារណាទេពីដើមដែលអត់ធ្លាប់បានអប់រំតើចិត្តយើងនឹងយ៉ាងម៉េចដែរតែបើពេលដែលបានអប់រំហើយនេះតើចិត្តយើងនឹងបានមានរបៀបរាប់រយខ្លះដែរឬទេចិត្តដែលអត់មានរបៀបរៀបរយចិត្តនេះគេតែងតែធ្វើឲ្យមានការខុសឆ្គងច្រើនមានការយល់ច្រឡំច្រើនហើយព្រឹកមិញនេះដែលយើងបានសិក្សាមកហើយសួរតើចិត្តនេះងាយស្ដាប់យើងខ្លះហើយនៅព្រះអង្គសម្ដែងថាត្រូវអប់រំចិត្តខ្លួនឯងឲ្យស្ដាប់ចិត្តខ្លួនឯងតែមានដែលឃើញចិត្តនឹងគេឆ្លោះគ្នាអត់ស្ដាប់គ្នាទេចិត្តណាហើយគេឆ្លោះគ្នាគេអត់ស្ដាប់គ្នានឹងមកពីមានមាជ្រៀតជ្រែកចិត្តដែលជ្រៀតជ្រែកដោយកិលេសមារំលែងធ្វើឲ្យយើងយល់ខុសធ្វើខុសនិយាយខុសច្រើនតែឥឡូវនេះយើងបានអប់រំហើយតើស្គាល់ចិត្តខ្លះហើយនៅស្គាល់ចិត្តខ្លួនឯងទេប្រពុតឲ្យតម្លៃទៅលើការងារដែលរស់នៅចេះឲ្យតម្លៃខ្លួនឯងការចេះឲ្យតម្លៃខ្លួនឯងនេះឯងគឺជាការកសាងខ្លួនឯងឲ្យមានភាពរឹងមាំក្នុងការងារទាំងឡាយចិត្តយើងក៏យើងដឹងដែរហើយថាគេខ្វល់គេគិតគេរវល់អ្វីៗទាំងអស់ដោយសារតែភ្លើងធំ3គឺភ្លើងលោភៈទោសៈមោហៈចឹងភ្លើងនេះគេរំខានចិត្តយើងច្រើនមែនតើដូចជាអង្គុយសមាធិពេលដែលកន្លងមកនេះมันមានរូបភាពស្ដែងចេញអំពីភ្លើងនឹងឲ្យបានខ្លាំងទេប៉ុន្តែវាស្ដែងចេញមកនៅភាពការនឹកគិតដូចជាព្រះអង្គឲ្យយើងគិតពីបច្ចុប្បន្នប៉ុន្តែពេលអង្គុយវាអត់គិតបច្ចុប្បន្នទេវាទៅអនាគតឬក៏ទៅអតីតអញ្ចឹងតើមានវិធីសាស្ត្រយ៉ាងម៉េចដើម្បីឲ្យចិត្តនេះគេឈប់រវើរវាយមានរនឹកឃើញចំណុចណាក្លឹះណាដើម្បីបដៅចិត្តខ្លួនឯងកុំឲ្យចិត្តខ្លួនឯងនេះគេរវើរវាយព្រះអង្គឲ្យកន្លឹះមកឲ្យយើងគិតឲ្យយើងចេះធ្វើម៉េចដើម្បីគ្រប់គ្រងចិត្តខ្លួនឯងបាន
miền đăng cần lưในការអប់រំចិត្តនឹងហើយនៅគន្លឹះនៃការគៀបចិត្តកុំឲ្យចិត្តវាចេះតែរវើរវាយនោះត្រង់បញ្ជាក់ថាមានគ្នាបមួយសម្រាប់គៀបចិត្តចាំមែគ្នាបដែលគៀបចិត្តហ្នឹងគឺសមថៈនិងវិបស្សនានឹងឯងពីរហ្នឹងក៏ត្រូវនៅចន្លោះសមថៈនិងវិបស្សនាត្រូវគៀបចិត្តនឹងឲ្យបានចឹងគៀបចិត្តនេះឲ្យស្ថិតនៅក្នុងកន្លងនៃពុទ្ធវចនៈដែលព្រះអង្គសម្ដែងឲ្យចិត្តនេះឯងស្ថិតនៅក្នុងសុខសន្តិភាពដោយមានទិសដៅរំលត់កិលេសរំលត់គ្រឿងសៅមងនៃចិត្តបាននោះមានតែសមថៈនិងវិបស្សនានឹងឯងជាគ្នាបគៀបចិត្តសមថៈគៀបឲ្យចិត្តយ៉ាងម៉េចឲ្យចិត្តស្ងប់មែនទេលោកយាយហើយស្ងប់នឹងស្ងប់អីឲ្យដឹងថាស្ងប់និវរណៈធម៌5អញ្ចឹងមែនទេដែលយើងខំរៀនកន្លងមកចាអញ្ចឹងស្ងប់និវរណៈធម៌5គឺស្ងប់អាហាររបស់អវិជ្ជាមានន័យថាស្ងប់រងាប់នៅភ្លើងមោហៈចាភ្លើងមោហៈនេះជាភ្លើងវង្វេងហើយបើមោហៈកើតហើយមានធម៌2ទៀតកើតជាមួយដែរគឺភ្លើងលោភៈនិងភ្លើងទោសៈនឹងគេជ្រោមជ្រែងគ្នាតែម្ដងដូច្នេះអង្គឈានទាំង5គេដើរតួកម្ចាត់អកុសលមូល3ហ្នឹងគឺមានលោភៈទោសៈមោហៈឬក៏យើងហៅទៅនិរណធម៌5ដែលសង្ខេបមកគឺអកុសលមូល3ហ្នឹងក្នុងគណៈយើងគៀបចិត្តនៅក្នុងគ្នាបសមថៈនេះគឺឲ្យចិត្តស្ថិតនៅណានៅក្នុងអារម្មណ៍មូលតែមួយឈប់គិតអ្វីទាំងអស់ប៉ុន្តែណាស់តែយកមកដាក់ឲ្យវាមិននៅចឹងមែនទេមកដាក់ក្នុងអារម្មណ៍មូលតែមួយនឹងខ្យល់ដឹងខ្យល់ចេញដឹងខ្យល់ចូលបានមកផ្លេតចិត្តវាញាប់ញ័រអញ្ចឹងវាចេះតែញាប់ញ័រយកអីមកដាក់ថែមមួយទៀតកុំឲ្យវាញ័រគឺវិបស្សនាគ្នាបវិបស្សនាយើងត្រូវពិចារណារឿយពេលដែលចិត្តចេះតែចេញទៅត្រូវពិចារណាណែនាំចិត្តខ្លួនឯងថាចិត្តឯងតើឃើញច្បាស់ហើយនៅតែអ្វីលើโลกនេះទៀងទាត់ទេដែលចិត្តឯងនឹកទៅរកការងារអីផ្សេងដែលមិនចេះអស់មិនចេះហើយសួរថាការងារហ្នឹងមានទីបញ្ចប់ទេបើសិនជាយើងមិនឈប់គិតនោះសួរវិញមើលទៀតសួរខ្លួនយើងមើលរាល់ថ្ងៃនេះអ្វីទាំងអស់មានទីបញ្ចប់ទេបើយើងមិនព្រមចប់មែនអត់បើយើងនៅស្វះស្វែងចង់បានទ្រព្យសម្បត្តិហួសហេតុពេកខ្ញុំមិនបដិសេធទេចំពោះការដែលស្វែងរកទ្រព្យសម្បត្តិចិញ្ចឹមជីវិតត្រូវតែមានហើយព្រះអង្គមិនហាមឃាត់ទេតែពាក្យហួសហេតុពេកតែព្រះអង្គឲ្យយើងដើរផ្លូវកណ្ដាលយើងអត់បានកណ្ដាលវាចិត្តតែហួសវាចិត្តតែជ្រុលអាចង់បានហួសអាស្រឡាញ់ហួសហួងហែងហួសអីទៀតទៅហួសនោះច្រើនណាគិតខ្វល់ខ្វាយហួសស្អីក៏ហួសអានឹងគឺមិនធ្វើឲ្យមានកង្វល់ទៅធ្វើឲ្យចិត្តនេះអត់ស្ងប់អញ្ចឹងដើម្បីឲ្យស្ងប់តើតើយកអ្វីទាំងអស់ហ្នឹងដាក់មកបញ្ចូលនៅទ្រឹស្ដីព្រះអង្គដែលបញ្ជាក់ថាអ្វីមិនទៀងជាទុក្ខជាអនត្តាមានបានសាកលបងមើលនៅពេលដែលចិត្តចេះទៅចិត្តវាចេះតែហោះហើរមានដែរសួរខ្លួនឯងថាអាត្មាអញនេះទៀងឬមិនទៀងឡើយសួរខ្លួនឯងមុនស្អីមិនតាន់សួរខ្លួនឯងអើលោកយាយទៀងឬមិនទៀងខ្លួនយើងនេះចាបើអត់ទៀងទេតើភ័យទេសង្វេគទេថាតើអាត្មាអញអាយុប្រមាណហើយផលីអាយុប្រមាណហើយ
70ហើយត្រូវប្រាប់ខ្លួនឯងថានេះអាត្មាអញរស់បាន70ឬអាត្មាអញស្លាប់អស់70ហើយនោះហើយត្រូវមានអាស្មារតីមួយនឹកកំណត់ពិចារណាថានេះអាត្មាអញរស់បាន70មែនប៉ុន្តែអាត្មាអញក៏ស្លាប់អស់70ហើយដែរអញ្ចឹងនៅសល់ប្រមាណចានិយាយថានៅ70ទៀតអញ្ចឹងបាន140ហើយមានន័យថាអត់ច្បាស់ថាយើងនៅប្រមាណទៀតទេមិនអញ្ចឹងព្រះអង្គសម្ដែងថាគ្មានអ្នកណាព្យាករខ្លួនឯងថាតើស្លាប់ថ្ងៃណានៅសល់ប្រមាណថ្ងៃទៀតស្លាប់អត់មានទេមានតែព្រះពុទ្ធជាម្ចាស់ឯងដែលអាចព្យាករបានអញ្ចឹងក្នុងខណៈហ្នឹងត្រូវដាស់តឿនខ្លួនយើងចិត្តនេះឯងដាក់ទៅក្នុងឃ្នៀបមួយទៀតគឺឃ្នៀបសមថៈដើម្បីឲ្យពីរនេះដែលតធរតកតងគ្នានេះគេឆ្លោះបញ្ចាំងឲ្យគ្នាទៅវិញទៅមកឥឡូវបើអាត្មាអញរស់បាន70តែស្លាប់អស់70ទៅវិញហើយតើនៅសល់ប្រមាណនេះអាត្មាអញត្រូវធ្វើដូចម្ដេចអញ្ចឹងត្រូវរកអីទីពឹងមែនអត់ណារកទីពឹងព្រះអង្គសម្ដែងថាម៉េចណាព្រះអង្គសម្ដែងថាទីពឹងនៅត្រង់ណាមើលសត្វបជាព្រះអង្គឧទាហរណ៍សត្វបជ្រាចឲ្យណាគឺត្រូវស្វែងរកលំនៅព្រះពុទ្ធជាម្ចាស់ដើម្បីរស់នៅជាមួយព្រះអង្គវិញកន្លងមកយើងរស់នៅជាមួយអ្នកណារស់នៅជាមួយកិលេសមាសមកជាមួយលំនៅមានឹងរស់តតែមែនទេណាចឹងមែនអត់ស្គាល់ឲ្យនៅដឹងឲ្យនៅតែយើងរស់នៅក្នុងលំនៅមាក្នុងកិលេសមាក្នុងកាមគុណ5ហ្នឹងរស់នៅមិនដឹងជាប្រមាណកັບផែនដីឲ្យទេដែលចិត្តយើងត្រូវទៅទឹកដោយរាគៈទោសៈមោហៈទិដ្ឋិវិន័យនេះដោះឲ្យដោះទៀតដោះមិនចេះអស់ហ្នឹងបានន័យតែក្អែលស្នឹមវាជាប់ហ្នឹងវាជាប់ច្រើនមែនតើមិនយើងមិនដឹងទេឧទាហរណ៍ព្រះអង្គថាភ្លើងទោសៈហ្នឹងសេចក្តីក្រោធហ្នឹងខឹងច្រើនទៅសន្សំច្រើនទៅវាដុតចិត្តនេះឃើញរូបភាពខាងក្រៅយ៉ាងម៉េចព្រះអង្គសម្ដែងថាអ្នកណាដែលខ្មៅហ្នឹងណាអានឹងកុំខឹងណាខ្ញុំនិយាយតាមព្រះអង្គអ្នកណាសបល់ខ្មៅកុំខឹងព្រះអង្គសម្ដែងថាអ្នកដែលខឹងហើយខឹងទៀតហើយគុំងុំនឹងអាក្រិតសេចក្តីក្រោធចង់សេចក្តីក្រោធទុកហ្នឹងគឺដុតចិត្តនេះឲ្យខ្មៅការដែលដុតចិត្តខ្លួនឯងឲ្យខ្មៅឯងធ្វើឲ្យខ្មៅទាំងសម្បល់ទៀតចាកើតមកសម្បល់ខ្មៅជាងគេមើលណាសម្បល់ល្ងិតខ្មៅល្ងិតហ្នឹងហើយស្មៅខ្មៅកងិតអីហ្នឹងមកពីភ្លើងទោសៈខ្លាំងទោសៈខ្លាំងហើយយើងសពថ្ងៃយើងដឹងថាអញ្ចឹងឯងប៉ុន្តែនៅខឹងទេនៅខឹងអត់ណែកុំថាកោសក់ឲ្យអត់ខឹងខ្ញុំជឿទេណាតើតើបានអីជាព្រះអរិយបុគ្គលបានខ្ញុំជឿវាគ្រាន់តែខឹងតិចនឹងច្រើនស្រាលនឹងធ្ងន់ប៉ុណ្ណឹងឯងហើយដែលយើងចម្រើនសមាធិល្អត្រង់ខឹងហើយឆាប់លះរលត់មកពីអីយើងយកភ្លើងទោសៈនេះទៅសង្កត់ដោយអីណាភ្លើងទោសៈសង្កត់ដោយអីពេលសមាធិសង្កត់ដោយបេតិណាវាមានកលឹះព្រះអង្គប្រាប់យើងគឺកលឹះដែលយើងត្រូវអប់រំចិត្តត្រូវយកអ្វីទៅសង្កត់អ្វីយកអ្វីទៅលុបអ្វីយកអ្វីទៅបំបត្តិអ្វីហ្នឹងជាកលឹះអញ្ចឹងបានចិត្តយើងនេះតតថិតនៅក្នុងសមថៈនិងវិបស្សនានឹងបានអាចអប់រំបានល្អបានអញ្ចឹងវាមានកលឹះតាំងតអញ្ញសាខឹងព្រះអង្គសម្ដែងតបៃតេកំចាត់អីព្យាបាទៈអញ្ចឹងមែនទេបើបៃតេកំចាត់ព្យាបាទៈនៅឯណានៅក្នុងលំនៅពុទ្ធជាម្ចាស់តែយើងធ្លាប់តែនៅលំនៅមាពេញចិត្តមិនពេញចិត្តរាល់ថ្ងៃគឺពេញថឹងហ្នឹងចាក្នុងគណៈហ្នឹងពេលដែរយើងបានយល់ដឹងអញ្ចឹងយើងក៏បានយល់ដឹងថាមោហៈកំចាត់ដោយអីអង្គឈានគឺសុខៈឃើញទេសុខៈគេកំចាត់ឧត្តចកុកច្ចៈឧត្តចកុកច្ចៈជាតួអី
nâng chỉ tu mô hạ vậy nè chẳng dưng trong ban vị trí trong ban bánh nhá bởi mình cầm chặt mô hạ thế ọt ban thế đôi chơi vị chạy cái cha hay nâng ấy tiền thân là mệt thạ mày nè pi nè nâng chị ấy chết tu mô hạ hay nè là cầm chặt ông chiến chỉ nè cầm chặt chẳng chẳng như trao dối được bọn sợi thảo khăn niệm rồi bỏ chất cứ mình xăm thạ pasana trao dối ta ta khăn niệm xăm thạ nó cái thuở ấy khá bàn kiếp chất những bàn hay vì pasana đó mình tu mấy khá làm ấy kiếp chất những bàn bởi vì pasana cứ đặt từ ta không rương nâng muối ấy ở vậy giờ này ở vậy giờ rong ở bên này biển vậy bạn nụ ở vậy giờ rong này bên này biển Vipassana prai ta khơi nó khơi ấy khơi nhà rom để prai để biến khơi sụp hiệu thọ để khai đầu lót khơi sụp hiệu thọ đá cầm pong ấy cầm pong đào tua cầm chặt ở vậy là chẳng không nó dương miên chùm đưa để bảo sầm đáy chẳng dương prang prang thà khả năng để chùm ra samadhi ní cứ cho hết nằm ban Vipassana cứ panya này ngay chẳng khniệp pi ní cứ tha miền Bắc tập hiệp khăng men tên tam bảo ông để bảo ông sầm đài ở lỡ prom đa tam bảo ông hơi mày nè ở lỡ prom đa tam hơi và con ta đào tới bên mình che lươn sao về che từ nơi dư ta tam bảo ông hay bảo ông prap lâu ở đa hay tên nơi tại đa mình lươn khoa ấy khoa chăn tẹt khoa sạch thía khoa vi rì dẹ khoa sạch tệ khoa samadhi khoa panya này trâu bừng rưng đi vào là bừng rưng anh tri tầng pram ở khăn đại lư thế bọn sầm đại bậc qua đại bậc lồng ba hơi tra đằng du tiền đằng bao bị ấy lấy riêng mưa hơi lên dương của phong protebát ní mưa hơi à nằm bay xe co luôn này ta tham anh nó về protebát lồng ba tra đằng du rồi mưa cầu trâu protebát ở bảo bạ để tra đằng chạp hay mấy ba bảo bạ sẽ để nằm ở bảo bạ sẽ nằm ở dệt dù về samadhi nó đắng ở đằng ta tham anh vô khniếp samatha pasana ở prom chất kiếp chất tại lấy đạt tham anh trừ đầm bay đà từ nu thua giang đá đầm bay ấy mày tới mờ lụm tiêu tới ca trong ban áp bát rồi trong ban là nghề ta ban đây ta phía diêm protebát bảo ông sầm đại mẹ bún đền tỉnh óc nên nó tới từ chuột ở miền Nam mới ớt chuột tì muối protebát bầm bá tra đăng dịt dù tì pí protebát bầm bá tra đăng chạp tì bấy protebát srul tra đăng bầm bá tì buôn protebát srul tra đăng chạp là vô mùi nà hả vô ở chồng đó là ngài nhằm chia sẻ thầm nệm nét chơi rửa nó ngã à protebát srul tra đăng chạp nó ngài ở chồng vui ở lớp mơ hai pho là dừng xong một lần nè nó bỏ ông sầm đây chia con nó mà bị dừng xong một bạn sai dừng nệm nè nó sầm xong bị khóc khóc nè hay ấy protebát làm bạc ông đại thá chồng đạch đại bị ba cứ phơn lột hẹ phơn tô sạ phơn mồ hạ rồi bỏ con nó vía clear khla nó clear khla chia một con đã thọp sẵn xóm ở bạn để say nó phơn tô sạ mồ hạ lột hẹ nó về miền trơn nhưng mới nơi mà đi dương miền chẳng miền ọt mình sẽ tập lột hẹ từng ở trơn cái này smile cái này thế mình chẳng
អ្នកខ្លះគេមានលោភៈតិចទេទោសៈគេក៏តិចមោហៈគេក៏តិចអញ្ចឹងក្នុងគណៈដែលមានច្រើនព្រះអង្គសម្ដែងតែឃ្លាវខ្លាហ្នឹងវាធ្វើឲ្យយើងលះពិបាកណាពិបាកលះអាហ្នឹងឯងប្រតិបត្តិពិបាកលះព្រោះថាមិនខឹងវាចេះតែខឹងអញ្ចឹងនេះមើលខ្លួនយើងហ្នឹងណាយ៉ាងថាមិនខឹងបន្តិចគេប៉ះមកខឹងទៀតមិនលោភដល់ពេលបបួលឲ្យលោភចង់បានចេះចុះបបួលទៅទៀតមិនទៅលេងលបែងស៊ីសងមិនព្រឹត្តអាក្រក់ប៉ុន្តែគេបបួលទៅវាចេះតែទៅទៀតណាអញ្ចឹងលក្ខណៈដែលលះហ្នឹងពិបាកដែលយើងប្រាថ្នានេះគឺចង់និយាយព្រះអង្គសម្ដែងចង់និយាយថាបដិបទាដែលដើម្បីត្រាស់ដឹងតែម្ដងហ្នឹងអញ្ចឹងលោកអ្នកដែលចម្រើនសមាធិនេះពេលដែលយើងចម្រើនសមាធិយើងលះលោភៈដែលចេះតែនឹកគិតទៅឯណានៃទោសៈមោហៈហ្នឹងយើងលះវាពិបាកចិត្តវាអត់ងាយស្ងប់ឃើញទេដល់ចិត្តអត់ងាយស្ងប់កើតទុក្ខទោមនស្សនេះចំណុចហ្នឹងដែលព្រះអង្គសម្ដែងថាដល់ពិបាកលះដល់លះវាក្របានកើតទុក្ខទោមនស្សហ្នឹងការលះលោភៈទោសៈហ្នឹងអានឹងឲ្យឈ្មោះថាលំបាកនោះវាពិបាកលះហើយវាមួម៉ៅចិត្តមិនខឹងនឹងស្អីទេខឹងនឹងអាលះមិនចាស់អស់ហ្នឹងណាអញ្ចឹងមានអញ្ចឹងមែនទេដែលយើងចម្រើនហ្នឹងមានតបប្រមញ្ញខ្លះទេមានធុញថប់នឹងអាលះមិនចេះអស់ទេថាកុំឲ្យគិតអានឹងគិតអានឹងវាจะគិតទៀតគិតហើយគិតទៀតនឹងពិបាកត្រង់ពិបាកលះហ្នឹងដល់តែត្រាស់ដឹងយឺតយូរទៀតមកពីអីឥន្ទ្រីទាំង5ខ្សោយនឹងមើលបត្រៃបិដកភាគ39ព្រះអង្គសម្ដែងហើយដល់ឥន្ទ្រីខ្សោយនឹងយ៉ាងម៉េចឥន្ទ្រីខ្សោយបាននៃសទ្ធាយើងខ្សោយនោះយាយមនុស្សមើលពេលដែលយើងប្រតិបត្តិហ្នឹងសទ្ធាយើងខ្លាំងទេសទ្ធាជឿជាក់សទ្ធាសុបទេក្នុងពាក្យទូលមានព្រះអង្គហ្នឹងដល់តែសទ្ធានឹងខ្សោយនាំឲ្យអីទៀតបន្ទាប់ពីសទ្ធាអីសេចក្តីព្យាយាមវិរិយៈខ្សោយដែរព្រោះតែសទ្ធាខ្សោយសេចក្តីព្យាយាមខ្សោយហើយវាអត់ខ្លាំងក្លាទេតែបើសទ្ធាមុតមមសេចក្តីព្យាយាមមុតមមខ្លាំងអញ្ចឹងវាតាក់ទងគ្នាអញ្ចឹងណាធម៌វាឧបការៈតាក់ទងឲ្យគ្នាអញ្ចឹងហើយដល់ពេលលោកយាយមានសេចក្តីព្យាយាមខ្សោយអញ្ចឹងសតិខ្សោយអត់ខ្សោយព្រោះវាអត់មានព្យាយាមច្រើនអញ្ចឹងលបទៅលេចទៅកើតអាសតិនេះវាអត់រឹងមាំវាអត់មានសេចក្តីព្យាយាមខ្លាំងធ្វើឲ្យសតិនឹងខ្សោយដល់សតិខ្សោយសមាធិខ្សោយអត់តែយើងច្រើនសមាធិអត់សតិហើយសួរមើលអបត្តអបាយមានតម្កល់មុំមែនណាអុយបើសមាធិខ្សោយហើយបញ្ញាខ្សោយអត់ចាវាទៅអញ្ចឹងវាខ្សោយព្រោះអីបើហេតុនេះវាខ្សោយហើយផលត្រូវតែខ្សោយដែរព្រោះសមាធិជាហេតុវិបស្សនាជាផលឃើញទេអញ្ចឹងវាខ្សោយតគ្នាអញ្ចឹងបានព្រះអង្គសម្ដែងថាប្រតិបត្តិលំបាកហើយត្រាស់ដឹងយឺតយូរទៀតដោយសារឥន្ទ្រី5ហ្នឹងវាទន់ខ្សោយអត់កម្លាំងខ្លាំងអញ្ចឹងយើងសិក្សាដល់ពេលចង់បានអាល្អចំកតុយក្រោយខ្ញុំបញ្យល់ទៅចុះអាក្រោយដែរថាប្រតិបត្តិងាយស្រួលត្រាស់ដឹងឆាប់ទៀតអានឹងមកពីអីមកពីការព្យាយាមលះលោភៈទោសៈមោហៈហ្នឹងគឺលះបានឆាប់លះបានឆាប់ចឹងវាអត់មានការលំបាកក្នុងការកើតទុក្ខទោមនស្សនឹងការលះហ្នឹងទេខ្ញុំដឹងចិត្តខ្ញុំក៏ដឹងដែរថាកាលពីមុនដែលខ្ញុំចរាសមាធិក្រស្ងប់ខ្ញុំក៏អន់ចិត្តដែរតែល្មិចក៏យូរមកពីរកទទួលទានផងធ្វើសមាធិផងមិនទៅដោយលោកយាយទៅបួសនៅវត្តចឹងណានឹងមានតរកអីធ្វើស្អីលោកយាយបណ្ឌុអីហ្នឹងគេលើកជូនមិនតែខ្វល់អីប៉ុន្មានកូនចៅគេធ្វើអីធ្វើទៅដល់ខ្ញុំនេះខ្លួនមួយបើមិនរលវីវឥឡូវមានកូនណាគេចិញ្ចឹមតើកាយកម្មវិច័យកម្មមនោកម្មប្រកបដោយទោសនោះដូចម្ដេចទៅពាក្យថាទោសគឺជាពាក្យខុសឆ្គងជាពាក្យដែលព្រះអង្គបញ្ជាក់ថាជាធម៌ថោកទាបដូចជាយើងទៅលួចគេមានទោសជាប់គុកកាប់សម្លាប់គេមានទោសជាប់គុកសួរថាថ្លៃថ្នូរឬថោកទាប
ហើយទោសនឹងទោសអីទោសទាំងផ្លូវលោកទាំងផ្លូវធម៌កម្មដែលមានទោសទាំងផ្លូវលោកផ្លូវធម៌មានន័យថាព្រះពុទ្ធជាម្ចាស់មិនបានអនុញ្ញាតឲ្យធ្វើទេដូចជាការលួចទ្រព្យសម្បត្តិគេយករបស់គេដែលគេមិនបានឲ្យដោយកាយវាចាដូចជាការផឹកគ្រឿងស្រវឹងគ្រឿងញៀនឈានទៅដល់អីប្រព្រឹត្តខុសអបាយមុខផ្សេងថែមទៀតចឹងធម៌ទាំងអស់នេះប្រព្រឹត្តខុសនៅក្នុងធម៌គឺព្រះអង្គមិនអនុញ្ញាតឲ្យប្រតិបត្តិមិនឲ្យប្រព្រឹត្តមិនឲ្យធ្វើតែម្ដងទាំងតាមផ្លូវកាយតាមវិចារតាមចិត្តនឹងមុនគេទាំងតែត្រេះរិះគិតញយបញ្ជាកាយបញ្ជាវិចារឲ្យធ្វើអាក្រក់អញ្ចឹងក្នុងគណៈហ្នឹងព្រះអង្គហាមមិនឲ្យធ្វើអំពើដែលមានទោសទាំងផ្លូវលោកផ្លូវធម៌នេះទេវានាំឲ្យអន្តរាយដល់អ្នកដទៃវានាំឲ្យទទួលទុក្ខលំបាកដល់អ្នកដទៃដូចជាការគុំគួនព្យាបាទសងសឹកអ្នកដទៃសិតតែរឿងបាបកម្មទាំងអស់ជារឿងទោសទាំងអស់ហើយទន្ទឹមហ្នឹងក៏ព្រះអង្គហាមដែរភាពមកផ្សេងទៀតបត្រែបដកផ្សេងទៀតព្រះអង្គហាមមិនឲ្យគ្រប់គ្រងមនុស្សដែរសាងបាបកម្មដែលនាំមានទោសទាំងផ្លូវលោកផ្លូវធម៌ទេព្រះអង្គបញ្ជាក់ថាបើគ្រប់គ្រងមនុស្សខុសដឹងតែមនុស្សនឹងខុសហើយទៅគ្រប់គ្រងមនុស្សខុសធ្លាក់នរកដូចគេយកទៅដាក់នេះព្រះអង្គសម្ដែងតែពីខ្លួនយើងនេះធ្វើល្អឡើងឋានសួគ៌ធ្វើអាក្រក់ធ្លាក់នរកដូចគេធាក់ទម្លាក់អញ្ចឹងប៉ុន្តែបើគ្រប់គ្រងគេក៏ដូចគ្នាដូចច្បាប់ផ្លូវលោកក៏ដូចគ្នាដែរទៅគ្រប់គ្រងមនុស្សសម្លាប់គេគឺមានទោសហើយទៅគ្រប់គ្រងមនុស្សលួចគេណាជួយយើងធ្វើមិនឲ្យការងារលួចនៅបានលួចបានសម្រេចអីហ្នឹងអានឹងចូលរួមមួយគេទោសហើយអញ្ចឹងទោសនេះអាស្រ័យលើអីអាស្រ័យលើចិត្តរបស់ជើងដែលយើងមានបំណងប្រាថ្នាហើយប្រាថ្នាធ្វើបានសម្រេចចាព្រោះទោសនោះបើរៀនពីវិន័យព្រះអង្គបញ្ញត្តិលំអិតណាស់ទាំងហើយជាមួយទៀតដែលព្រះអង្គសម្ដែងថាទិដ្ឋិប្រកបដោយទោសនេះសំខាន់ណាស់ទិដ្ឋិប្រកបដោយទោសគឺជាការយល់ខុសគឺមិច្ឆាទិដ្ឋិនេះឯងហើយតែយល់ខុសហើយរមែងធ្វើខុសរមែងយល់ខុសរមែងត្រេះរិះខុសរមែងនិយាយខុសតរហូតដល់សមាធិក៏ខុសអញ្ចឹងបើខុសមានន័យថាម៉េចចិត្តទោសអញ្ចឹងព្រះអង្គមិនឲ្យធ្វើខុសមិនឲ្យយល់ខុសទេនាំឲ្យមានទោសសំបីដូចបច្ចុប្បន្ននេះអញ្ចឹងសុំក្មួយគិតឲ្យមែនទេកូនចៅប្រុសស្រីទៅគិតទៅរៀនម្ដាយពុកឲ្យទៅរៀនខំរៀនខំស្ដាប់គ្រូខំយកចិត្តទុកដាក់ធ្វើមេរៀនតាមគ្រូប្រាប់ទៅកុំគិតថាម៉េចចាំដល់ពេលប្រឡងរកកាឡាសោកអានឹងយល់ខុសហើយដល់តែសោកអត់បានមិនធ្លាក់វាអត់ជាប់ណាកុំយល់ខុសថាម៉េចមេដាបេដាអត់មានគុណណាកូនប្រុសស្រីខ្លះទៅកាន់សាសនាដទៃហ៊ានឆ្លើយថាម៉ែឪអត់មានគុណទេព្រោះអានឹងវាត្រូវភារកិច្ចធ្វើតគ្នាឪពុកម្ដាយជាដូនជាតាខ្ញុំចិញ្ចឹមម៉ែឪខ្ញុំអញ្ចឹងខ្ញុំតមកចិញ្ចឹមកូនខ្ញុំគឺចិញ្ចឹមកូនតដោយអត់គិតថាអត់មានគុណអីទេអានឹងភារកិច្ចត្រូវចិញ្ចឹមតរហូតដល់ហ៊ាននិយាយថាគាត់សុបាយមួយគ្នាគាត់កើតមកគាត់ត្រូវតែចិញ្ចឹមហើយនឹងអីមច្ឆាទិដ្ឋិយល់ខុសដែលព្រះអង្គសម្ដែងថាម៉ែឪជាអ្នកមានគុណដ៏ធ្ងន់ធ្ងរវិសេសវិសាលជាព្រះអរហន្តដល់ខ្លួនឯងមកបដិសេធថាម៉ែឪអត់មានគុណអញ្ចឹងសម្ដីអាក្រក់អាក្រៃមិនតាក់ទៅដាក់ម្ដាយក៏ស្រេចចិត្តខ្លួនឯងចង់មិនចង់មើលថែឬក៏មិនចង់ជួបឬក៏អាម៉េចអាម៉ាគឺធ្វើទៅតាមទំនឹងចិត្តដ៏អត់ខ្លាចបាបនឹងឯងយល់ខុសអ្នកដែលយល់ខុសថាម៉ែឪមិនមានគុណនឹងធ្ងន់ណាស់កុំគិតថានឹងចិញ្ចឹមតគ្នា
ភារកិច្ចមានមែនហើយអញ្ចឹងតតែវាត្រូវគិតពីមโนសញ្ចេតនាពីទឹកចិត្តដែលស្រឡាញ់កូនដែលអត់ព្រំដែននោះហើយនឹងថាស្រឡាញ់ប៉ុណ្ណាទេម៉ែឪខ្ញុំឮតែព្រះអង្គសម្ដែងហើយនឹងឮតែពុទ្ធបរិស័ទមានប្រសាសន៍ហើយនឹងឪពុកម្ដាយខ្ញុំឃើញអកប្បកិរិយានុពាក្យសម្ដីទឹកកែវភ្នែករបស់គាត់ខ្ញុំដឹងថាម៉ែឪស្រឡាញ់កូនណាព្រោះខ្ញុំវាអត់មានកូនអញ្ចឹងដឹងថាស្រឡាញ់កូនវាប៉ុណ្ណាវាអត់ដឹងទេប៉ុន្តែដឹងថាស្រឡាញ់ខ្លាំងដោយសារអីសម្ដីរបស់គាត់ទឹកចិត្តរបស់គាត់កែវភ្នែករបស់គាត់ប្រកបដោយមេត្តាករុណាសន្តោសដល់កូនជានិច្ចចឹងកូនប្រុសស្រីត្រូវគិតពីទោសនៃការធ្វើឲ្យមេត្តាបិតាឈឺចាប់ធ្វើឲ្យមេត្តាបិតាខកចិត្តបើមេត្តាបិតាអនិច្ចកម្មទៅកុំគិតថាអញអស់ម៉ែអស់ឪមិនបាច់ទេអញលេងមកសេរីអញចាយមកឆ្អែតមិនបាច់ខ្វល់អីខុសហើយគាត់ខូចទៅមែនតែកូនត្រូវមានតួនាទីភារកិច្ច2ទៀតដែលត្រូវធ្វើបាននេះថាទី1មិនបានធ្វើទេអត់បានជួយការងារគាត់ទី2អត់បានចិញ្ចឹមគាត់ណាមិនបាននាំគាត់ទៅវត្តទៅវាអីទេតែចំណុចសំខាន់ដែលយើងត្រូវបន្តនោះគឺស្អីរក្សាពូជអម្បូរវងត្រកូលណាព្រះអង្គសម្ដែងណាបើតាទី3រក្សាទ្រព្យសម្បត្តិដល់ទី4រក្សាពូជអម្បូរវងត្រកូលបាននេះតកូលប្រុសស្រីត្រូវរក្សាទ្រព្យសម្បត្តិឲ្យម៉ែឪចែកឲ្យកុំឲ្យយកទៅចាយខ្ជិះខ្ជាយដល់ទី4គឺថែរក្សាពូជអម្បូរវងត្រកូលទី5មិនធ្វើបុណ្យជូនមេត្តាបិតាអញ្ចឹងកុំគិតថាមេត្តាបិតាស្លាប់ទៅគិតថាអស់ហើយអត់បាច់ធ្វើអីទៀតខុសហើយណាកុំយល់ខុសអញ្ចឹងគោរពគាត់ដោយគាត់រស់នៅថែរក្សាពូជអម្បូរវងត្រកូលឲ្យបានល្អកុំឲ្យគាត់ចែកប្រមាណដល់ចាយទៅអខ្ទេចណាមិត្តភក្តិផឹកស៊ីលេចកើតមានប្រមាណក៏អស់ដែរដូចចំនួនព្រះអង្គព្យាករជាមួយកូនសេដ្ឋីតែពុកម្ដាយអនិច្ចកម្មទៅគឺដើរស៊ីចាយគិតតែទ្រព្យសម្បត្តិអញច្រើនណាចាយរហូតដល់អស់កាន់បែងដើរសុំទានគេនឹងព្រះអង្គឃើញអង្គុយសុំទានគេព្រះអង្គញញឹមហើយបានព្រះអនន្តសួរព្រះអង្គសម្ដែងថាបុគ្គលនឹងបើសិនជាស្ដាប់ធម៌អាចបានសម្រេចជាសោតាប៉ុន្តែសេពគប់ខុសទៅដើរផឹកស៊ីរហូតដល់អស់ទ្រព្យកាន់បែងសុំទានគេអានឹងមកពីអីយល់ខុសគិតថាទ្រព្យច្រើនចាយមិនអស់តើហ៊ានចាយអស់ហើយបុណ្យក៏ដូចគ្នាដែរកុំគិតថាអញកើតមកបានប៉ុណ្ណេះខ្ពស់ប៉ុណ្ណេះអញ្ចឹងអញបាច់ធ្វើបុណ្យអីទៀតទេកុំគិតអញ្ចឹងណាចាយអស់បុណ្យចាយក៏អស់លុយចាយក៏អស់អញ្ចឹងសូមគិតឲ្យមែនទែនថាខណៈដែលយើងបំពេញបុណ្យកុសលបុណ្យតែងជ្រោមជ្រែងឲ្យរុងរឿងទៅបានឡើងឋានសួគ៌ដោយគេយកទៅដាក់តែគណៈសាងបាបកម្មដែលនៅមានទោសនោះនឹងធ្លាក់អាប់អោនបន្តរហូតដល់ពេលស្លាប់ទៅធ្លាក់នរកដោយគេយកទៅដាក់អញ្ចឹងថ្លឹងថ្លែងខ្លួនឯងទៅយកផ្លូវណាយកឡើងឋានសួគ៌ឬក៏យកធ្លាក់នរកអញ្ចឹងសូមពិចារណាព្រោះអ្វីខ្លួនយើងជាអ្នកធ្វើទាំងអស់សូមអនុមោទនាដែលមានន័យថាត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការងារអប់រំចិត្តនេះឲ្យបានច្រើនព្រោះថាចិត្តនេះឯងជាធម្មជាប្រធានហើយចិត្តនេះគេក៏ធ្លាប់ធ្វើអ្វីតាមទំនើងរបស់គេហើយទំនើងរបស់ចិត្តនេះគេប្រព្រឹត្តទៅដោយមិនសូវខ្វល់ខ្វាយពីអ្នកណាទេចិត្តនេះគេចង់ធ្វើអីគេធ្វើនឹងហើយគេចង់គិតអីគេគិតនឹងហើយគេចង់ប្រើកាយវាចានេះទៅតាមចិត្តដែលគេចង់ផងដែរយើងមើលឃើញ
ដោយខ្លួនឯងមានបានពិចារណាទេពីដើមដែលអត់ធ្លាប់បានអប់រំតើចិត្តយើងនឹងយ៉ាងម៉េចដែរតែបើពេលដែលបានអប់រំហើយនេះតើចិត្តយើងនឹងបានមានរបៀបរាប់រយខ្លះដែរឬទេចិត្តដែលអត់មានរបៀបរៀបរយចិត្តនេះគេតែងតែធ្វើឲ្យមានការខុសឆ្គងច្រើនមានការយល់ច្រឡំច្រើនហើយព្រឹកមិញនេះដែលយើងបានសិក្សាមកហើយសុទ្ធតើចិត្តនេះងាយស្ដាប់យើងខ្លះហើយនៅព្រះអង្គសម្ដែងថាត្រូវអប់រំចិត្តខ្លួនឯងឲ្យស្ដាប់ចិត្តខ្លួនឯងតែមានដែលឃើញចិត្តនឹងគេឆ្លោះគ្នាអត់ស្ដាប់គ្នាទេចិត្តណាហើយគេឆ្លោះគ្នាគេអត់ស្ដាប់គ្នានឹងមកពីមានមាជ្រៀតជ្រែកចិត្តដែលជ្រៀតជ្រែកដោយកិលេសមារំលែងធ្វើឲ្យយើងយល់ខុសធ្វើខុសនិយាយខុសច្រើនតែឥឡូវនេះយើងបានអប់រំហើយតើស្គាល់ចិត្តខ្លះហើយនៅស្គាល់ចិត្តខ្លួនឯងទេប្រពុតឲ្យតម្លៃទៅលើការងារដែលរស់នៅចេះឲ្យតម្លៃខ្លួនឯងការចេះឲ្យតម្លៃខ្លួនឯងនេះឯងគឺជាការកសាងខ្លួនឯងឲ្យមានភាពរឹងមាំក្នុងការងារទាំងឡាយចិត្តយើងក៏យើងដឹងដែរហើយថាគេខ្វល់គេគិតគេរវល់អ្វីៗទាំងអស់ដោយសារតែភ្លើងធំ3គឺភ្លើងលោភៈទោសៈមោហៈចឹងភ្លើងនេះគេរំខានចិត្តយើងច្រើនមែនតើដូចជាអង្គុយសមាធិពេលដែលកន្លងមកនេះมันមានរូបភាពស្ដែងចេញអំពីភ្លើងនឹងឲ្យបានខ្លាំងទេប៉ុន្តែវាស្ដែងចេញមកនៅភាពការនឹកគិតដូចជាព្រះអង្គឲ្យយើងគិតពីបច្ចុប្បន្នប៉ុន្តែពេលអង្គុយវាអត់គិតបច្ចុប្បន្នទេវាទៅអនាគតឬក៏ទៅអតីតអញ្ចឹងតើមានវិធីសាស្ត្រយ៉ាងម៉េចដើម្បីឲ្យចិត្តនេះគេឈប់រវើរវាយមានរនឹកឃើញចំណុចណាកលឹះណាដើម្បីបដៅចិត្តខ្លួនឯងកុំឲ្យចិត្តខ្លួនឯងនេះគេរវើរវាយព្រះអង្គឲ្យកន្លឹះមកឲ្យយើងគិតឲ្យយើងចេះទៅម៉េចដើម្បីគ្រប់គ្រងចិត្តខ្លួនឯងបានមានដឹងកន្លឹះនៃការអប់រំចិត្តនឹងហើយនៅកន្លឹះនៃការគៀបចិត្តកុំឲ្យចិត្តវាចេះតែរវើរវាយនោះត្រង់បញ្ជាក់ថាមានឃ្នៀបមួយសម្រាប់គៀបចិត្តចាំមែឃ្នៀបដែលគៀបចិត្តហ្នឹងគឺសមថៈនិងវិបស្សនាហ្នឹងឯងពីរហ្នឹងក៏ត្រូវនៅចន្លោះសមថៈនិងវិបស្សនាត្រូវគៀបចិត្តនឹងឲ្យបានចឹងគៀបចិត្តនេះឲ្យស្ថិតនៅក្នុងកន្លងនៃពុទ្ធវចនៈដែលព្រះអង្គសម្ដែងឲ្យចិត្តនេះឯងស្ថិតនៅក្នុងសុខសន្តិភាពដោយមានទិសដៅរំលត់កិលេសរំលត់គ្រឿងសៅហ្មងនៃចិត្តបាននោះមានតែសមថៈនិងវិបស្សនានឹងឯងជាឃ្នៀបគៀបចិត្តសមថៈគៀបឲ្យចិត្តយ៉ាងម៉េចឲ្យចិត្តស្ងប់មែនទេលោកយាយ
ហើយស្ងប់នឹងស្ងប់អីឲ្យដឹងថាស្ងប់និវរណៈធម៌5អញ្ចឹងមែនទេដែលយើងខំរៀនកន្លងមកចាអញ្ចឹងស្ងប់និវរណៈធម៌5គឺស្ងប់អាហាររបស់អវិជ្ជាមានន័យថាស្ងប់រងាប់នៅភ្លើងមោហៈចាភ្លើងមោហៈនេះជាភ្លើងវង្វេងហើយបើមោហៈកើតហើយមានធម៌2ទៀតកើតជាមួយដែរគឺភ្លើងលោភៈនិងភ្លើងទោសៈនឹងគេជ្រោមជ្រែងគ្នាតែម្ដងដូច្នេះអង្គឈានទាំង5គេដើរតួកម្ចាត់អកុសលមូល3ហ្នឹងគឺមានលោភៈទោសៈមោហៈឬក៏យើងហៅថានិរណធម៌5ដែលសង្ខេបមកគឺអកុសលមូល3ហ្នឹងក្នុងគណៈយើងគៀបចិត្តនៅក្នុងគៀបសមថៈនេះគឺឲ្យចិត្តស្ថិតនៅណានៅក្នុងអារម្មណ៍មូលតែមួយឈប់គិតអ្វីទាំងអស់ប៉ុន្តែណាស់តែយកមកដាក់ឲ្យវាមិននៅចឹងមែនទេមកដាក់ក្នុងអារម្មណ៍មូលតែមួយនឹងខ្យល់ដឹងខ្យល់ចេញដឹងខ្យល់ចូលបានមកផ្លេតចិត្តវាញាប់ញ័រអញ្ចឹងវាចេះតែញាប់ញ័រយកអីមកដាក់ថែមមួយទៀតកុំឲ្យវាញ័រគឺវិបស្សនាគ្នាបវិបស្សនាយើងត្រូវពិចារណារឿយពេលដែលចិត្តចេះតែចេញទៅត្រូវពិចារណាណែនាំចិត្តខ្លួនឯងថាចិត្តឯងតើឃើញច្បាស់ហើយនៅតែអ្វីលើโลกនេះទៀងទាត់ទេដែលចិត្តឯងនឹកទៅរកការងារអីផ្សេងដែលមិនចេះអស់មិនចេះហើយសូថាការងារនឹងមានទីបញ្ចប់ទេបើសិនជាយើងមិនឈប់គិតនោះសួរវិញមើលទៀតសួរខ្លួនយើងមើលរាល់ថ្ងៃនេះអ្វីទាំងអស់មានទីបញ្ចប់ទេបើយើងមិនព្រមចប់មែនអត់បើយើងនៅស្វះស្វែងចង់បានទ្រព្យសម្បត្តិហួសហេតុពេកខ្ញុំមិនបដិសេធទេចំពោះការដែលស្វែងរកទ្រព្យសម្បត្តិចិញ្ចឹមជីវិតត្រូវតែមានហើយព្រះអង្គមិនហាមឃាត់ទេតែពាក្យហួសហេតុពេកតែព្រះអង្គឲ្យយើងដើរផ្លូវកណ្ដាលយើងអត់បានកណ្ដាលវាចិត្តតែហួសវាចិត្តតែជ្រុលអាចង់បានហួសស្រឡាញ់ហួសហួងហែងហួសអីទៀតទៅហួសនោះដូចច្រើនណាគិតខ្វល់ខ្វាយហួសស្អីក៏ហួសអានឹងគឺមិនធ្វើឲ្យមានកង្វល់ទៅធ្វើឲ្យចិត្តនេះអត់ស្ងប់អញ្ចឹងដើម្បីឲ្យស្ងប់តើតើយកអ្វីទាំងអស់ហ្នឹងដាក់មកបញ្ចូលនៅទ្រឹស្ដីព្រះអង្គដែលបញ្ជាក់ថាអ្វីមិនទៀងជាទុក្ខជាអនត្តាមានបានសាកលបងមើលនៅពេលដែលចិត្តចេះទៅចិត្តវាចេះទៅហោះហើរមានដែរសួរខ្លួនឯងថាអាត្មាអញនេះទៀងឬមិនទៀងឡើយសួរខ្លួនឯងមុនស្អីមិនតាន់សួរខ្លួនឯងអើលោកយាយទៀងឬមិនទៀងខ្លួនយើងនេះចាបើអត់ទៀងទេតើភ័យទេសង្វេគទេថាតើអាត្មាអញអាយុប្រមាណហើយណាផលីអាយុប្រមាណហើយ70ហើយត្រូវប្រាប់ខ្លួនឯងថានេះអាត្មាអញរស់បាន70ឬអាត្មាអញស្លាប់អស់70ហើយនោះហើយត្រូវមានអាស្មារតីមួយនឹកកំណត់ពិចារណាថានេះអាត្មាអញរស់បាន70មែនប៉ុន្តែអាត្មាអញក៏ស្លាប់អស់70ហើយដែរអញ្ចឹងនៅសល់ប្រមាណចានិយាយថានៅ70ទៀតអញ្ចឹងបាន140មានន័យថាអត់ច្បាស់ថាយើងនៅប្រមាណទៀតទេមិនអញ្ចឹងព្រះអង្គសម្ដែងថាគ្មានអ្នកណាព្យាករខ្លួនឯងថាតើស្លាប់ថ្ងៃណានៅសល់ប្រមាណថ្ងៃទៀតស្លាប់អត់មានទេមានតែព្រះពុទ្ធជាម្ចាស់ដែលអាចព្យាករបានអញ្ចឹងក្នុងខណៈហ្នឹងត្រូវដាស់តឿនខ្លួនយើងចិត្តនេះឯងដាក់ទៅក្នុងគៀបមួយទៀតគឺគៀបសមថៈដើម្បីឲ្យពីរនេះដែលតធរតកតងគ្នានេះគេឆ្លោះបញ្ចាំងឲ្យគ្នាទៅវិញទៅមក
lấy ba mai anh rồi ban chật sấp tại slap ở chật sấp từ bên hái ta nơi sauประมาณนี้mai anh trời thường đôi mặt đây chẳng ta rồi ấy tí pưng men ót nè rồi tí pưng bọn xong đây thầm mày đó bọn xong đây thật tí pưng nơi tròn nào mưa sắt và chí bọn ưu tế ho sắt và chí rồi nè cứ trâu xoay rốt lùm nơi và bột chìm chắc đầm bay rốt nơi cho mùi bọn mình cái lo mò dân rốt nơi cho mùi nè nè đó rồi nơi cho mùi cái lấy xe mê mai cho mê lùm nơi mê nó rốt tao là mấy anh tế nó chẳng men ót school hay nơi đăng hay nơi thầy dân rốt nơi không lùm nơi mê không cái lấy xe mê không ca một con pram nó rốt nơi mình đăng chỉ phẩm man cặp hay đây hay tí để chất dương trâu tật tức đòi ra kẹt tổ sạ mô hạn thì thế mình này đau hỏi đau tiền đồng trẻ ó nữa và này ta cái năm bị chọp nó bị chọp trao men tên mình dân mình đăng thế ở tiền họ rồi tập lương tổ sạ nữa ngà xịt đầy cao nữa không trao tới xóm trao tới bị đợt chật đi khơi rụp hiệu khăn caoយ៉ាងmình bọn xong đây ta nè để mau nó nè cầm khăn nó nhầm dây tam bọn nó sẽ bỏ mau cầm khăn bọn xong đây ta nè để khăn hay khăn tiết hay cung ngung nó ngạc cái sự đây cao trong sự đây cao tục nó cứ đợt chất này ở máu ca để đợt chất luôn ai mau này thôi mau tiếng sầm bò tiền dạ cả nó sầm bò mau trên cây mưa này sầm bò là nghịch mau là nghịch nữa mau cái nghịch ấy nữa mà bị phơi tô sạ khlang tô sạ khlang ở dương sập ngày dương đăng thành chân ấy bên thành nơi khăn thế nơi khăn ọt này công tha cao sọ hỏi ọt khăn nó nhầm chưa đấy nó to ban ấy chỉ pra rây bọc cố là ban nhầm chưa vì con ta khăn tích nâng tràn sao nâng thôn vào nâng nghề hay để dân chậm đàn samadhi là o trong khăn hơi chập lẹ rồi luật mà về ấy dân dục lớn tổ sạ ní từ sừng cọt đòi ấy lớn tổ sạ sừng cọt đòi ấy về samadhi sừng cọt đòi bay tay vì miền cần lứa của ông prap với cứ cần lứa để dân trò ập rung chất rồi vô ở vây từ sừng cọt ở vây vô ở vây từ lục ở vây vô ở vây từ bấm bát ở vây nó chưa cần lứa chẳng bản chất dân ní to tật thật nó không sao mà thật nó pasana nó ban ai ập rung ban là ở ban chứ vì miền cần lứa tăng to anh là sao khăn và ông sầm đại tập bay té cầm chặt để chia bát đấy chẳng mình đấy bỏ bay té cầm chặt chia bát đấy nơi nào nó không làm nơi một phút chứ mà cha để dân thọ từ nơi làm nơi mía bình chất mình bình chất rồi ngày cứ bình thân à chứ nó còn nặng nữa à pe đài dân ban vô đăng chấn dân có ban vô đăng ta mâu hạ cầm chặt đời ấy ông chiến cứ sập khả rồi nè sập khả khi cầm chặt ột dạ cậu cái chặt cho tụi ấy nè cho tụi mâu hạ rồi nè chẳng dân trong ban vị trí trong ban pa nhá bà mình cầm chặt mâu hạ thế ọt ban thế đôi chơi vị chạy cái cha hay nâng ấy tiền thân là mệt thạ mày nè pi nè nâng chị ấy chết tua mô hạ hay nè na cầm chặt ông chiến chỉ nè cầm chặt chẳng chẳng như tao vô được bọn số ai thảo khăn liệp rồi bỏ chất cứ mình xăm thạ pasana tao vô ta khăn liệp xăm mà thạ nó cái thôi ấy khla bàn kiếp chất những bàn hay vì pasana đó mình tua mấy khla làm ấy kiếp chất những bàn bởi vì pasana cứ đặt từ ta không rương nước muối ấy ở vậy giờ này ở vậy giờ ram ở bên này biển em anh ú ở vậy giờ ram này bên này biển vipassana prai ta khơi nó khơi ấy
ឃើញអារម្មណ៍នៃព្រះនិព្វានឃើញសភាវៈធម៌ដែលកើតរលត់ឃើញសភាវៈធម៌ដែរកំពុងអីកំពុងដើរតួកំចាត់អ្វីខ្លះចឹងក្នុងហ្នឹងយើងមានជំនឿដែលព្រះអង្គសម្ដែងចឹងយើងប្រឹងប្រែងថាខណៈដែលចម្រើនសមាធិនេះគឺជាហេតុនាំបានវិបស្សនាគឺបញ្ញាហ្នឹងហើយអញ្ចឹងគ្នាពីរនេះគឺថាមានប្រសិទ្ធភាពខ្លាំងមែនទែនតាមព្រះអង្គដែលព្រះអង្គសម្ដែងឥឡូវព្រមដើរតាមព្រះអង្គហើយមែនទេឥឡូវព្រមដើរតាមហើយបើគ្រាន់តែដើរទៅវាមិនចេះលឿនសោះវាចិត្តតែនៅយឺតដើរតាមព្រះអង្គហើយព្រះអង្គប្រាប់ផ្លូវឲ្យដើរហើយតែនៅតែដើរមិនលឿនខ្វះអីខ្វះឆន្ទៈខ្វះសទ្ធាខ្វះវិរិយៈខ្វះសតិខ្វះសមាធិខ្វះបញ្ញានឹងឯងត្រូវពង្រឹងនិវរណៈពង្រឹងឥន្ទ្រីទាំង5ឲ្យខ្លាំងដែលឮទេព្រះអង្គសម្ដែងបុគ្គលដែលប្រព្រឹត្តលំបាកហើយត្រាស់ដឹងយូរទៀតនឹងមកពីអីឥឡូវរៀនមើលឲ្យហើយយើងកំពុងប្រតិបត្តិនេះមើលឲ្យហើយដើម្បីព្យាករខ្លួនឯងថាអាត្មាអញនឹងវាប្រតិបត្តិលំបាកត្រាស់ដឹងយូរឬមួយក៏ត្រូវប្រតិបត្តិអត់ពិបាកទេត្រាស់ដឹងឆាប់ហើយមិនបានពិបាកស្អីដែលនាំឲ្យពិបាកស្អីនាំឲ្យយឺតយូរពេលសមាធិនឹងដឹងឲ្យដឹងថាអាត្មាអញយកគ្នាសមថវិបស្សនាមកអប់រំចិត្តគៀបចិត្តតែផ្លូវដែលអាត្មាអញត្រូវដើម្បីដើរទៅនោះធ្វើយ៉ាងណាដើម្បីឲ្យមិនទៅមើលលោកមទាវត្រូវការចង់បានអាពិបាកឬក៏ចង់បានអាងាយត្រាស់បានន័យថាព្យាយាមប្រតិបត្តិព្រះអង្គសម្ដែងមគ្គ4ដែលទាំងអស់គ្នានឹងត្រូវតែជួបអត់មានណាមួយអត់ជួបទេទី1ប្រតិបត្តិលំបាកត្រាស់ដឹងយឺតយូរទី2ប្រតិបត្តិពិបាកត្រាស់ដឹងឆាប់ទី3ប្រតិបត្តិស្រួលត្រាស់ដឹងពិបាកទី4ប្រតិបត្តិស្រួលត្រាស់ដឹងឆាប់ឥឡូវយកមួយណាយកអត់ចង់ណាហ្នឹងហើយខ្ញុំជឿជាក់ថាម្នាក់ជ្រើសរើសអាហ្នឹងអាប្រតិបត្តិស្រួលត្រាស់ដឹងឆាប់ហ្នឹងហើយវាអត់ចង់យូរទេឥឡូវមើលហេតុផលយើងសំឥឡូវនេះណាព្រះអង្គសម្ដែងព្យាករហ្នឹងមកពីយើងសំឧបនិស្ស័យយើងម្នាក់ហ្នឹងសន្សំវាខុសគ្នាហេតុអីប្រតិបត្តិលំបាកព្រះអង្គសម្ដែងថាចំណុចដែលពិបាកគឺភ្លើងលោភៈភ្លើងទោសៈភ្លើងមោហៈរបស់បុគ្គលនោះវាឃ្លាវខ្លាណាឃ្លាវខ្លាជាបុគ្គលដែលធ្លាប់សន្សំឧបនិស្ស័យហ្នឹងភ្លើងទោសៈមោហៈលោភៈហ្នឹងវាមានច្រើនយើងមើលក្នុងមនុស្សយើងមានអញ្ចឹងមែនអត់មិនសិតតែលោភៈទាំងអស់ច្រើនគ្នាស្មើគ្នាទេមិនអញ្ចឹងអ្នកខ្លះគេមានលោភៈតិចទេទោសៈគេក៏តិចមោហៈគេក៏តិចអញ្ចឹងក្នុងគណៈដែលមានច្រើនព្រះអង្គសម្ដែងតែឃ្លាវខ្លាហ្នឹងវាធ្វើឲ្យយើងលះពិបាកណាពិបាកលះអាហ្នឹងឯងប្រតិបត្តិពិបាកលះព្រោះថាមិនខឹងវាចិត្តតែខឹងអញ្ចឹងនេះមើលខ្លួនយើងណាយ៉ាងថាមិនខឹងបន្តិចគេប៉ះមកខឹងទៀតមិនលោភដល់ពេលបបួលឲ្យលោភចង់បានចេះចុះបបួលទៅទៀតមិនទៅលេងលបែងស៊ីសងមិនប្រព្រឹត្តអាក្រក់ប៉ុន្តែគេបបួលទៅវាចេះតែទៅទៀតណាអញ្ចឹងលក្ខណៈដែលលះហ្នឹងពិបាកដែលយើងប្រាថ្នានេះគឺចង់និយាយព្រះអង្គសម្ដែងចង់និយាយថាបដិបទាដែលដើម្បីត្រាស់ដឹងតែម្ដងហ្នឹងអញ្ចឹងលោកអ្នកដែលចម្រើនសមាធិនេះពេលដែលយើងចម្រើនសមាធិយើងលះលោភៈដែលវាចេះតែនឹកគិតទៅឯណានៃទោសៈមោហៈហ្នឹងយើងលះវាពិបាកចិត្តវាងាយអត់ងាយស្ងប់ឃើញទេដល់ចិត្តអត់ងាយស្ងប់
កើតទុកទោមណោះនេះចំណុចហ្នឹងតែព្រះអង្គសម្ដែងថាដល់ពិបាកលះដល់លះវាក្របានកើតទុកទោមណោះហ្នឹងការលះលោភៈទោសៈហ្នឹងអានឹងឲ្យឈ្មោះថាលំបាកនោះវាពិបាកលះហើយវាមួម៉ៅចិត្តមិនខឹងនឹងស្អីទេខឹងនឹងអាលះមិនចាស់អស់ទៅណាអញ្ចឹងមានអញ្ចឹងមែនទេដែលយើងចម្រើនហ្នឹងមានតបប្រមញ្ញខ្លះទេមានធុញថប់នឹងអាលះមិនចេះអស់ទេថាកុំឲ្យគិតអានឹងវាจะគិតទៀតគិតហើយគិតទៀតនឹងពិបាកត្រង់ពិបាកលះហ្នឹងដល់តែត្រាស់ដឹងយឺតយូរទៀតមកពីអីឥន្ទ្រីទាំង5ខ្សោយនឹងមើលបត្រៃបិដកភាគ39ព្រះអង្គសម្ដែងហើយដល់ឥន្ទ្រីខ្សោយនឹងយ៉ាងម៉េចឥន្ទ្រីខ្សោយបាននៃសទ្ធាយើងខ្សោយនោះនិយាយមនុស្សមើលពេលដែលយើងប្រតិបត្តិហ្នឹងសទ្ធាយើងខ្លាំងទេសទ្ធាជឿជាក់សទ្ធាសុបទេក្នុងពាក្យទូលមានព្រះអង្គហ្នឹងដល់តែសទ្ធានឹងខ្សោយនាំឲ្យអីទៀតបន្ទាប់ពីសទ្ធាអីសេចក្តីព្យាយាមវិរិយៈខ្សោយដែរព្រោះតែសទ្ធាខ្សោយសេចក្តីព្យាយាមខ្សោយហើយវាអត់ខ្លាំងក្លាទេតែបើសទ្ធាមុតមមសេចក្តីព្យាយាមមុតមមខ្លាំងអញ្ចឹងវាតាក់ទងគ្នាអញ្ចឹងណាធម៌វាឧបការៈតាក់ទងឲ្យគ្នាអញ្ចឹងហើយដល់ពេលលោកយាយមានសេចក្តីព្យាយាមខ្សោយអញ្ចឹងសតិខ្សោយអត់ខ្សោយព្រោះវាអត់មានព្យាយាមច្រើនអញ្ចឹងលបទៅលេចទៅកើតអាសតិនេះវាអត់រឹងមាំវាអត់មានសេចក្តីព្យាយាមខ្លាំងធ្វើឲ្យសតិនឹងខ្សោយដល់សតិខ្សោយសមាធិខ្សោយអត់តែយើងច្រើនសមាធិអត់សតិហើយសួរមើលអបតអបាយមានតម្កល់មាំមែនណាអុយបើសមាធិខ្សោយហើយបញ្ញាខ្សោយអត់ចាវាទៅអញ្ចឹងវាខ្សោយព្រោះអីបើហេតុនេះវាខ្សោយហើយផលត្រូវតែខ្សោយដែរព្រោះសមាធិជាហេតុវិបស្សនាជាផលឃើញទេអញ្ចឹងវាខ្សោយតគ្នាអញ្ចឹងបានព្រះអង្គសម្ដែងថាប្រតិបត្តិលំបាកហើយត្រាស់ដឹងយឺតយូរទៀតដោយសារឥន្ទ្រី5ហ្នឹងវាទន់ខ្សោយអត់កម្លាំងខ្លាំងអញ្ចឹងយើងសិក្សាដល់ពេលចង់បានអាល្អចំកតុយក្រោយខ្ញុំបញ្យល់ទៅចុះអាក្រោយដែរថាប្រតិបត្តិងាយស្រួលត្រាស់ដឹងឆាប់ទៀតអានឹងមកពីអីមកពីការព្យាយាមលះលោភៈទោសៈមោហៈហ្នឹងគឺលះបានឆាប់លះបានឆាប់ចឹងវាអត់មានការលំបាកក្នុងការកើតទុក្ខទោមនស្សនឹងការលះហ្នឹងទេខ្ញុំដឹងចិត្តខ្ញុំក៏ដឹងដែរថាកាលពីមុនដែលខ្ញុំចរាសមាធិក្រស្ងប់ខ្ញុំក៏អន់ចិត្តដែរតែល្មិចក៏យូរមកពីរកទទួលទានផងធ្វើសមាធិផងមិនទៅដោយលោកយាយទៅបួសនៅវត្តចឹងណាអត់នឹងមានតរកអីធ្វើស្អីលោកយាយបណ្ឌុអីហ្នឹងគេលើកជូនមានតែខ្វល់អីប្រហែលកូនចៅគេធ្វើអីធ្វើទៅដល់ខ្ញុំនេះខ្លួនមួយបើមិនរលវីវឥឡូវមានកូនណាគេចិញ្ចឹមតើកាយកម្មជ័យកម្មមនោកម្មប្រកបដោយទោសនោះដូចម្ដេចទៅពាក្យថាទោសគឺជាពាក្យខុសឆ្គងជាពាក្យដែលព្រះអង្គបញ្ជាក់ថាជាធម៌ថោកទាបដូចជាយើងទៅលួចគេមានទោសជាប់គុកកាប់សម្លាប់គេមានទោសជាប់គុកសួរថាថ្លៃថ្នូរឬថោកទាបហើយទោសនឹងទោសអីទោសទាំងផ្លូវលោកទាំងផ្លូវធម៌កម្មដែលមានទោសទាំងផ្លូវលោកផ្លូវធម៌មានន័យថាព្រះពុទ្ធជាម្ចាស់មិនបានអនុញ្ញាតឲ្យធ្វើទេដូចជាការលួចទ្រព្យសម្បត្តិគេយករបស់គេដែលគេមិនបានឲ្យដោយកាយវាចាដូចជាការផឹកគ្រឿងស្រវឹងគ្រឿងញៀនឈានទៅដល់អីប្រព្រឹត្តខុសអបាយមុខផ្សេងថែមទៀតចឹងធម៌ទាំងអស់នេះប្រព្រឹត្តខុសនៅក្នុងធម៌គឺព្រះអង្គមិនអនុញ្ញាតឲ្យប្រតិបត្តិមិនឲ្យប្រព្រឹត្តមិនឲ្យធ្វើតែម្ដងទាំងតាមផ្លូវកាយតាមវិជ្ជាតាមចិត្តនឹងមុនគេទាំងតែត្រេះរិះគិតញយបញ្ជាកាយបញ្ជាវិជ្ជាឲ្យធ្វើអាក្រក់អញ្ចឹងក្នុងគណៈហ្នឹងព្រះអង្គហាមមិនឲ្យធ្វើអំពើដែលមានទោសទាំងផ្លូវលោកផ្លូវធម៌នេះទេ
វានាំឲ្យអន្តរាយដល់អ្នកដទៃវានាំឲ្យទទួលទុក្ខលំបាកដល់អ្នកដទៃដូចជាការគុំគួនព្យាបាទសងសឹកអ្នកដទៃសិតតែរឿងបាបកម្មទាំងអស់ជារឿងទោសទាំងអស់ហើយទន្ទឹមហ្នឹងក៏ព្រះអង្គហាមដែរភាពមកផ្សេងទៀតអត្រែបដកផ្សេងទៀតព្រះអង្គហាមមិនឲ្យគ្រប់គ្រងមនុស្សដែរសាងបាបកម្មដែលនាំមានទោសទាំងផ្លូវលោកផ្លូវធម៌ទេព្រះអង្គបញ្ជាក់ថាបើគ្រប់គ្រងមនុស្សខុសដឹងតែមនុស្សនឹងខុសហើយទៅគ្រប់គ្រងមនុស្សខុសធ្លាក់នរកដូចគេយកទៅដាក់នេះព្រះអង្គសម្ដែងតែពីខ្លួនយើងនេះធ្វើល្អឡើងឋានសួគ៌ធ្វើអាក្រក់ធ្លាក់នរកដូចគេធាក់ទម្លាក់អញ្ចឹងប៉ុន្តែបើគ្រប់គ្រងគេក៏ដូចគ្នាដូចច្បាប់ផ្លូវលោកក៏ដូចគ្នាដែរទៅគ្រប់គ្រងមនុស្សសម្លាប់គេគឺមានទោសហើយទៅគ្រប់គ្រងមនុស្សលួចគេណាជួយយើងធ្វើមិនឲ្យការងារលួចនៅបានលួចបានសម្រេចអីហ្នឹងអានឹងចូលរួមមួយគេទោសហើយអញ្ចឹងទោសនេះអាស្រ័យលើអីអាស្រ័យលើចិត្តរបស់ជើងដែលយើងមានបំណងប្រាថ្នាហើយប្រាថ្នាធ្វើបានសម្រេចចាព្រោះទោសនោះបើរៀនពីវិន័យព្រះអង្គបញ្ញត្តិលំអិតណាស់ទាំងហើយជាមួយទៀតដែលព្រះអង្គសម្ដែងថាទិដ្ឋិប្រកបដោយទោសនេះសំខាន់ណាស់ទិដ្ឋិប្រកបដោយទោសគឺជាការយល់ខុសគឺមិច្ឆាទិដ្ឋិនេះឯងហើយតែយល់ខុសហើយរមែងធ្វើខុសរមែងយល់ខុសរមែងត្រេះរិះខុសរមែងនិយាយខុសតរហូតដល់សមាធិក៏ខុសអញ្ចឹងបើខុសមានន័យថាម៉េចចិត្តទោសអញ្ចឹងព្រះអង្គមិនឲ្យធ្វើខុសមិនឲ្យយល់ខុសទេនាំឲ្យមានទោសសំបីដូចបច្ចុប្បន្ននេះអញ្ចឹងសុំក្មួយគិតឲ្យមែនទេកូនចៅប្រុសស្រីទៅគិតទៅរៀនម្ដាយពុកឲ្យទៅរៀនខំរៀនខំស្ដាប់គ្រូខំយកចិត្តទុកដាក់ធ្វើមេរៀនតាមគ្រូប្រាប់ទៅកុំគិតថាម៉េចចាំដល់ពេលប្រឡងរកកាឡាសោកអានឹងយល់ខុសហើយដល់តែសោកអត់បានមិនធ្លាក់វាអត់ជាប់ណាកុំយល់ខុសថាម៉េចមេដាបេដាអត់មានគុណណាកូនប្រុសស្រីខ្លះទៅកាន់សាសនាដទៃហ៊ានឆ្លើយថាម៉ែឪអត់មានគុណទេព្រោះអានឹងវាត្រូវភារកិច្ចធ្វើតគ្នាឪពុកម្ដាយជាដូនជាតាខ្ញុំចិញ្ចឹមម៉ែឪខ្ញុំអញ្ចឹងខ្ញុំតមកចិញ្ចឹមកូនខ្ញុំគឺចិញ្ចឹមកូនតដោយអត់គិតថាអត់មានគុណអីទេអានឹងភារកិច្ចត្រូវចិញ្ចឹមតរហូតដល់ហ៊ាននិយាយថាគាត់សប្បាយមួយគ្នាគាត់កើតមកគាត់ត្រូវតែចិញ្ចឹមហើយនឹងអីមច្ឆាទិដ្ឋិយល់ខុសដែលព្រះអង្គសម្ដែងថាម៉ែឪជាអ្នកមានគុណដ៏ធ្ងន់ធ្ងរវិសេសវិសាលជាព្រះអរហន្តដល់ខ្លួនឯងមកបដិសេធថាម៉ែឪអត់មានគុណអញ្ចឹងសម្ដីអាក្រក់អាក្រៃមិនតាក់ទៅដាក់ម្ដាយក៏ស្រេចចិត្តខ្លួនឯងចង់មិនចង់មើលថែឬក៏មិនចង់ជួបឬក៏មិនអាម៉ាគឺធ្វើទៅតាមទំនឹងចិត្តដ៏អត់ខ្លាចបាបនឹងឯងយល់ខុសណាដែលយល់ខុសថាម៉ែឪមិនមានគុណនឹងធ្ងន់ណាស់កុំគិតថានឹងចិញ្ចឹមតគ្នាភារកិច្ចមានមែនហើយចិញ្ចឹមតតែវាត្រូវគិតពីមโนសញ្ចេតនាពីទឹកចិត្តដែលស្រឡាញ់កូនដែលអត់ព្រំដែននោះហើយនឹងថាស្រឡាញ់ប៉ុណ្ណាទេម៉ែឪខ្ញុំឮតែព្រះអង្គសម្ដែងហើយនឹងឮតែពុទ្ធបរិស័ទមានប្រសាសន៍ហើយនឹងឪពុកម្ដាយខ្ញុំឃើញអកប្បកិរិយានុពាក្យសម្ដីទឹកកែវភ្នែករបស់គាត់ខ្ញុំដឹងថាម៉ែឪស្រឡាញ់កូនណាព្រោះខ្ញុំវាអត់មានកូនអញ្ចឹងដឹងថាស្រឡាញ់កូនវាប៉ុណ្ណាវាអត់ដឹងទេប៉ុន្តែដឹងថាស្រឡាញ់ខ្លាំងដោយសារអីសម្ដីរបស់គាត់ទឹកចិត្តរបស់គាត់កែវភ្នែករបស់គាត់ប្រកបដោយមេត្តាករុណាសន្តោសដល់កូនជានិច្ចចឹងកូនប្រុសស្រីត្រូវគិតពីទោសនៃការធ្វើឲ្យមេត្តាបិតាឈឺចាប់ធ្វើឲ្យមេត្តាបិតាខកចិត្តបើមេត្តាបិតាអនិច្ចកម្មទៅកុំគិតថាអញអស់ម៉ែអស់ឪមិនបាច់ទេអញលេងមកសេរីអញចាយមកឆ្អែតមិនបាច់ខ្វល់អីខុសហើយ
គាត់ខូចទៅមែនតែកូនត្រូវមានតួនាទីភារកិច្ច2ទៀតដែលត្រូវធ្វើបាននេះថាទី1មិនបានធ្វើទេអត់បានជួយការងារគាត់ទី2អត់បានចិញ្ចឹមគាត់ណាមិនបាននាំគាត់ទៅវត្តទៅវាអីទេតែចំណុចសំខាន់ដែលយើងត្រូវបន្តនោះគឺស្អីរក្សាពូជអម្បូរវង្សត្រកូលណាព្រះអង្គសម្ដែងណាដោយតាទី3រក្សាទ្រព្យសម្បត្តិដល់ទី4រក្សាពូជអម្បូរវង្សត្រកូលបានន័យត្រកូលប្រុសស្រីត្រូវរក្សាទ្រព្យសម្បត្តិឲ្យម៉ែឪចែកឲ្យកុំឲ្យយកទៅចាយខ្ជិះខ្ជាយដល់ទី4គឺថែរក្សាពូជអម្បូរវង្សត្រកូលទី5មិនធ្វើបុណ្យជូនមេដាបេតាអញ្ចឹងកុំគិតថាមេដាបេតាស្លាប់ទៅគិតថាអស់ហើយអត់បាច់ធ្វើអីទៀតខុសហើយណាកុំយល់ខុសអញ្ចឹងគោរពគាត់ដោយគាត់រស់នៅថែរក្សាពូជអម្បូរវង្សត្រកូលឲ្យបានល្អកុំឲ្យគាត់ចែកប្រមាណដល់ចាយទៅអខ្ទេចណាមិត្តភ័ក្រផឹកស៊ីលេចកើតមានប្រមាណក៏អស់ដែរដូចចំនួនព្រះអង្គព្យាករជាមួយកូនសេដ្ឋីតែពុកម្ដាយអនិច្ចកម្មទៅគឺដើរស៊ីចាយគិតតែទ្រព្យសម្បត្តិអញច្រើនណាចាយរហូតដល់អស់កាន់បែងដើរសុំទានគេនឹងព្រះអង្គឃើញអង្គុយសុំទានគេព្រះអង្គញញឹមឲ្យបានព្រះអនន្តសួរព្រះអង្គសម្ដែងថាបុគ្គលហ្នឹងបើសិនជាស្ដាប់ធម៌អាចបានសម្រេចជាសោតាប៉ុន្តែសេពគប់ខុសទៅដើរផឹកស៊ីរហូតដល់អស់ទ្រព្យកាន់បែងសុំទានគេអានឹងមកពីអីយល់ខុសគិតថាទ្រព្យច្រើនចាយមិនអស់តើហ៊ានចាយអស់ហើយបុណ្យក៏ដូចគ្នាដែរកុំគិតថាអញកើតមកបានប៉ុណ្ណេះខ្ពស់ប៉ុណ្ណេះអញ្ចឹងអញបាច់ធ្វើបុណ្យអីទៀតទេកុំគិតអញ្ចឹងណាចាយអស់បុណ្យចាយក៏អស់លុយចាយក៏អស់អញ្ចឹងសូមគិតឲ្យមែនទែនថាខណៈដែលយើងបំពេញបុណ្យកុសលបុណ្យតែងជ្រោមជ្រែងឲ្យរុងរឿងទៅបានឡើងឋានសួគ៌ដោយគេយកទៅដាក់តែគណៈសាងបាបកម្មដែលនៅមានទោសនោះនឹងធ្លាក់អាប់អោនបន្តរហូតដល់ពេលស្លាប់ទៅធ្លាក់នរកដោយគេយកទៅដាក់អញ្ចឹងថ្លឹងថ្លែងខ្លួនឯងទៅយកផ្លូវណាយកឡើងឋានសួគ៌ឬក៏យកធ្លាក់នរកអញ្ចឹងសូមពិចារណាព្រោះអ្វីខ្លួនយើងជាអ្នកធ្វើទាំងអស់សូមអនុមោទនា